សួស្តីអ្នកទាំងអស់គ្នាវិលស្វាគមន៍សាជាថ្មីម្ដងទៀតមកកាន់ Channel របស់ Admin ហើយថ្ងៃនេះផងដែរសូមមកតាមដានទស្សនានៅព័ត៌មានជាបន្តទៀតដូចតទៅសម្រាប់ថ្ងៃអាទិត្យទី8ខែមីនាឆ្នាំ2021នេះ Admin នឹងលើកយកព័ត៌មានខ្លីមួយទាក់ទងនឹងសម្រាប់ប្រិយមិត្តថ្មីដែលមិនទាន់បានចុច Subscribe សូមចុច Subscribe ម្នាក់មួយផងណាដើម្បីទទួលបានវីដេអូថ្មីៗជាច្រើនទៀតពី Admin មិនធម្មតាមែន Luis Diaz រកបាន20គ្រាប់និងបញ្ជូនបាល់បាន13ដងក្នុងរដូវកាលដំបូងរបស់គេជាមួយ Bayern Munich គេត្រូវបានទិញចូលក្នុងតម្លៃ75លានអឺរ៉ូកាលនៅលេងឲ្យ Liverpool គេត្រូវចំណាយពេលរហូតដល់88ប្រកួតទើបអាចសម្រេចបាននូវស្ថិតិគ្រាប់បាល់និងការបញ្ជូនបាល់ច្រើនបែបនេះតើមានក្រុមណាអាចបញ្ឈប់ Lamine Yamal បាននេះ4ប្រកួតចុងក្រោយគ្រាប់ត្បូង Yamal Levante បញ្ជូនបាល់1គ្រាប់ Villarreal រកបាន3គ្រាប់ Athletic បញ្ជូនបាល់ Athletic រកបាន1គ្រាប់ផងដែរ